ជំរាបសួរបានពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមកបង្ហាញពុកម៉ែបងប្អូនអ្នកគ្នាទៀតហើយពាក់ព័ន្ធជាមួយនឹងទ្វាររមូរ5ម៉ូទ័របញ្ជាតេឡេទ្វាររមូរនេះផងដែរគឺស្ទឹង75ម៉ែត្រកម្ពស់3ម៉ែត្រជាងហើយយើងដាក់មកកម្លាំងផ្ទះម្ដងហើយយើងប្រើម៉ូទ័របញ្ជាតេឡេប្រភេទដាច់ភ្លើងប្រាប់បានផលិតផលតៃវ៉ាន់យើងដាក់មកកម្លាំងផ្ទះតែម្ដងទីតាំងនេះហើយទីតាំងនេះផងដែរគឺស្ថិតនៅខេត្តព្រៃវែងស្រុកពោធិ៍រៀងហើយយើងធ្វើការដំឡើងរួចរាល់ហើយនៅពេលនេះ